រឿងដៃនូស័រផ្សងព្រេងនៅព្រឹកមួយនៅពេលដែលព្រះអាទិត្យពណ៌មាសបញ្ចេញកាំរស្មីដ៏កក់ក្ដៅរបស់វាមកលើដែនដីឌីណូបានសម្រេចចិត្តថាវាដល់ពេលសម្រាប់ធ្វើដំណើរផ្សងព្រេងហើយគាត់លាម្ដាយគាត់ហើយចូលទៅក្នុងព្រៃក្រាស់មួយជើងតូចរបស់គាត់ចូលទៅក្នុងក្រុងមនុស្សមិនស្គាល់ពេលគាត់ធ្វើដំណើរកាន់តែជ្រៅគាត់បានជួបនឹងបញ្ហាប្រឈមមុខផ្សេងជាច្រើនដំបូងគាត់បានជួបសត្វឆ្លើងតូចមួយក្បាលដែលព្យាយាមបញ្ឆោតគាត់ឲ្យផ្ដល់អាហារឲ្យគាត់ដោយប្រើប្រាជ្ញារបស់គាត់ឌីណូបានបំបែកអារម្មណ៍ពួកគេដោយការចង្អុលទៅសម្បុកឃ្មុំក្បែរនោះធ្វើឲ្យសត្វឆ្លើងរត់គេចពីវងឃ្មុំដែលខឹងសម្បាជាខ្លាំងនៅខាងមុខទៀតគាត់បានចំពុកជើងដួលទៅលើទន្លេដ៏ជ្រៅដែលស្ទះផ្លូវរបស់គាត់ប្រេឈីស៊ូសឺដ៏ទន់ភ្លន់ម្នាក់ឈ្មោះលូម៉ាបានឃើញការតស៊ូរបស់គាត់ហើយបានស្នើឲ្យគាត់ជួយជាមួយនឹងដកវែងរបស់នាងបានលើកឌីណូទៅលើខ្នងរបស់នាងហើយគាត់ដឹកឆ្លងកាត់ដោយសុវត្ថិភាពដោយដឹងគុណចំពោះសេចក្តីសប្បុរសរបស់នាងឌីណូបានសន្យាថានឹងជួយអ្នកដទៃដែលខ្វះខាតជានិច្ចដូចគាត់នាពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចឌីណូបានរកឃើញខ្លួនឯងនៅក្នុងរូងភ្នំងងឹតមួយដែលគាត់ស្គាល់ថាភ្លឺចាំងពេញជញ្ជាំងនៅទីនោះគាត់បានរកឃើញអាគីឡូសឺដែលមានវ័យចំណាស់និងមានប្រាជ្ញាឈ្មោះក្រាំដែលបានប្រាប់គាត់អំពីជ្រលងភ្នំលាក់កំបាំងមួយដែលពោពេញទៅដោយរុក្ខជាតិបៃតងខៀវស្រងាត់និងអាហារសម្បូរបែបដោយបដិញ្ញាស្វែងរកឋានសួគ៌នេះឌីណូបានបន្តដំណើររបស់គាត់ដោយក្តីរំភើបជាថ្មីទីបំផុតបន្ទាប់ពីធ្វើដំណើរជាច្រើនថ្ងៃឌីណូបានទៅដល់ជ្រលងភ្នំសម្ងាត់វាពិតជាស្រស់ស្អាតជាអ្វីដែលគាត់ធ្លាប់សម័យទៅទៀតដោយមានទន្លេទឹកហូរដើមឈើពោពេញទៅដោយផ្លែឈើឆ្ងាញ់និងវងដៃនូស័ររស់នៅយ៉ាងសុខសាន្តគាត់បានដឹងថាភាពក្លាហាននិងចិត្តសប្បុរសរបស់គាត់បាននាំគាត់ទៅកន្លែងដ៏អស្ចារ្យមួយនេះឌីណូបានត្រឡប់មកផ្ទះវិញដើម្បីប្រាប់ក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់គាត់អំពីការផ្សងព្រេងដ៏អស្ចារ្យរបស់គាត់ដោយមានការបំផុសគំនិតដោយភាពក្លាហានរបស់គាត់ដៃនូស័រវ័យក្មេងជាច្រើនបានចាប់ផ្ដើមក្តីសុបិនអំពីការធ្វើដំណើរផ្សងព្រេងរបស់គេផ្ទាល់ចាប់ពីថ្ងៃនោះមកឌីណូត្រូវបានគេស្គាល់ថាជា Triceratops តូចដែលហ៊ានរុករកហួសពីជើងមេឃដែលបង្ហាញថាភាពក្លាហាននិងចិត្តល្អអាចនាំទៅរកឃើញភាពដ៏អស្ចារ្យបំផុតនៅក្នុងជីវិត